ในตอนนี้ទីក្រុងទាំង5មានទីធ្លាបៃតងច្រើនជាងគេនៅលើពិភពលោកបង្ហាញពីរបៀបរស់នៅប្រកបដោយចីរភាពឈលរឿងទី5គឺទីក្រុង Vancouver ប្រទេសកាណាដា Vancouver ជាទីក្រុងដែលមានគោលនយោបាយបៃតងជាអាទិភាពក្នុងការធ្វើឲ្យការរស់នៅរបស់ប្រជាជនមានភាពស្រស់ស្រាយរស់រវើកទីក្រុង Vancouver មានទីតាំងនៅក្បែរមហាសមុទ្រ Pacific និងមានជ្រលងភ្នំព្រិលជាច្រើនហើយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាលើការការពារទីធម្មជាតិដែលនៅជុំវិញខ្លួនសមិទ្ធផលដ៏ធំរបស់ទីក្រុងនេះគឺបានអនុវត្តដោយជោគជ័យនៅគម្រោងថាមពលកកើតឡើងវិញការកសាងអគារបៃតងនិងផ្លូវសម្រាប់អ្នកជិះកង់ជាច្រើនសម្រាប់ប្រជាជនរបស់ខ្លួនឈលរឿងទី4គឺទីក្រុង Stockholm ប្រទេសស៊ុយអែតប្រជាជនស៊ុយអែតតែងតែអនុវត្តយ៉ាងត្រឹមត្រូវនូវគោលការណ៍បៃតងរបស់ទីក្រុងដែលផ្ដោតសំខាន់លើគម្រោងថាមពលកកើតឡើងវិញនិងការបញ្ចេញចោលដែលមានកម្រិតដ៏ទាបប៉ុន្តែចំណុចលេចធ្លោរបស់ទីក្រុង Stockholm គឺការយកចិត្តទុកដាក់ខ្លាំងទៅលើគុណភាពទឹកស្អាតសូម្បីតែប្រព័ន្ធផ្លូវទឹកគឺមានអនាម័យនិងស្អាតរហូតដល់ថ្នាក់ដែលយើងអាចហែលបានដោយមិនបារម្ភរឿងមេរោគឬក្លិនស្អុយនិងភាពកខ្វក់ទីក្រុង Stockholm សម្បូរទៅដោយឡានក្រុងអគ្គិសនីរីឯភោជនីយដ្ឋានគឺសុទ្ធតែគិតគូរទៅដល់ប្រព័ន្ធអេកូឡូស៊ីឈលរឿងទី3គឺទីក្រុង Zurich ប្រទេស Switzerland ទីក្រុង Zurich មានប្រព័ន្ធទូរគមនាគមន៍សាធារណៈដ៏មានប្រសិទ្ធភាពរួមផ្សំជាមួយការបដិញ្ញាចិត្តដ៏មោះមុតរបស់គណៈអភិបាលក្រុងដើម្បីធ្វើឲ្យទីក្រុងរបស់ខ្លួនជាកន្លែងសមប្រកបសម្រាប់ការរស់នៅរបស់ប្រជាជនដែលពួកគេតែងតែមានទម្លាប់ស្រឡាញ់និងគិតគូរដល់ធម្មជាតិដោយនាំគ្នាជិះកង់ជាប្រចាំនិងផ្សារភ្ជាប់ខ្លួនជាមួយធម្មជាតិបៃតងឈលរឿងទី2គឺប្រទេសសិង្ហបុរីដែលសម្បូរទៅដោយអគារនិងទីធ្លាហុំព័ទ្ធទៅដោយភាពបៃតងប្រទេសសិង្ហបុរីសម្រេចបាននៅមហិច្ឆតាក្នុងការប្រែខ្លួនជាទីក្រុងដែលបញ្ចូលរួមគ្នានៅហេដ្ឋារចនាសម្ព័ន្ធជាមួយធម្មជាតិឧទ្យានធម្មជាតិ Garden by the Bay ដែលត្រូវបានស្គាល់ថាជាសួតបៃតងរបស់ប្រទេសសិង្ហបុរីមានទំហំប្រហែល1គីឡូម៉ែត្រការ៉េនិងជាកន្លែងទាក់ទាញភ្ញៀវទេសចរធំជាងគេគម្រោងបៃតងឆ្នាំ2030របស់ប្រទេសតូចមួយនេះបានកំពុងបង្ហាញនៅលទ្ធផលដ៏គួរឲ្យស្ញប់ស្ញែងទៅដល់ពិភពលោកនិងឈលរឿងទី1សម្រាប់ទីក្រុងដែលមានទីធ្លាបៃតងច្រើនជាងគេលើពិភពលោកហើយបង្ហាញពីរបៀបរស់នៅប្រកបដោយចីរភាពគឺទីក្រុង Copenhagen ប្រទេស Denmark ទីក្រុង Copenhagen បានក្លាយជាទីក្រុងល្អដាច់គេជាច្រើនឆ្នាំកន្លងមកហើយសម្រាប់ការខិតខំប្រឹងប្រែងក្នុងការធ្វើឲ្យខ្លួនក្លាយជាទីក្រុងដែលមិនបញ្ចេញធាតុកាបូនត្រឹមឆ្នាំ2025ដែលអាចធ្វើទៅបានដោយសារទីក្រុងមួយនេះសម្បូរទៅដោយកសិដ្ឋានផលិតថាមពលកកើតឡើងវិញដោយប្រើប្រាស់ខ្យល់ស្ថាបត្យកម្មដែលគិតគូរដល់ប្រព័ន្ធអេកូឡូស៊ីនិងទម្លាប់ជិះកង់របស់ប្រជាជនពោលគឺ 50% នៃប្រជាជនទីក្រុងនេះសុទ្ធតែជិះកង់ទោះបីពេលបើកថ្ងៃឬភ្លៀងក៏ដោយនេះបើយោងតាមគេហទំព័រ ndtv.com អរគុណអ្នកទាំងអស់នេះដែលបានមើលវីដេអូមួយនេះពីដើមរហូតដល់ចប់យើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត and remember be kind and stay curious